đó là lao trong nè cứ sầm mót với nhóm này mất á nó bông rồi nhanh đỏ lo cái những lítថ្ងៃនេះគឺរៀងឲ្យបងប្រុសមេបឹងរបស់ខ្ញុំនឹងតួខណ្ឌរៀងឆ្ងាញ់តិចហើយបងប្អូនដោយសារតែហូបក្តាមហូបខ្យងហ្នឹងរៀងច្រើនដែរអញ្ចឹងហើយក៏បំពេញក្តីសម័យរបស់បងប្រុសគាត់ថាគាត់ចង់ហូបគ្រឿងសមុទ្រអញ្ចឹងហើយខ្ញុំក៏ទៅនេពីការងារដោយសារតែមេឃភ្លៀងមួយថ្ងៃបងប្អូនអញ្ចឹងហើយខ្ញុំបាញ់ថ្នាំឡានអត់កើតទេក៏ទាញម៉ូតូវឹងទៅពីអ្នកតួខណ្ឌទៅទិញបាន1គីឡូអញ្ចឹងទៅផ្ញើគាត់តែម្ដងហើយខ្ញុំទៅដល់ទីភ្លាមគឺម៉ែគាត់បានបេះត្រួយបាសដើម្បីត្រៀមយកទៅលក់នៅផ្សារមុខវត្តដែលព្រលឹមឡើងអីចឹងទៅហើយពេលដែលខ្ញុំចេញទៅពីអ្នកតួខណ្ឌហ្នឹងគឺរៀងរលឹមស្រេចដែរបងប្អូនដោយសារតែមេឃភ្លៀងមួយថ្ងៃពេញបឹបតែម្ដងហើយបងប្អូនមើលតែផ្លូវទៅដឹងហើយនិយាយពីថាល្អិលយើងជិះលឿនអត់កើតទេហើយវីដេអូដែលលឿននេះគឺខ្ញុំសារឲ្យលឿនទេអត់ចង់ឲ្យវីដេអូហ្នឹងវែងពេកចឹងបងប្អូនហើយធម្មតាគឺខ្ញុំជិះត្រឹមតែ10នាទីឬក៏10នាទីតិចតួចឯទៅដល់ប៉ុន្តែថ្ងៃនេះគឺខ្ញុំជិះរហូតទៅដល់ប្រហែលជាកន្លះម៉ោងមិនបានទៅដល់បងប្អូនគឺរៀងល្អិលខ្លាំងដោយសារតែមេឃពីកន្លែងខ្លះទៅដីផុកកន្លែងខ្លះទៅក៏រៀងគោកអីចឹងទៅហើយគឺឥឡូវហ្នឹងគឺអូដែលយើងចំណាំជិះទៅហ្នឹងគឺមានបងពូដែលគាត់មកស្ដារដើម្បីឲ្យផ្លូវជិះខាងនោះកាន់តែស្រួលអីចឹងទៅហើយបងប្អូនមើលតាត្រាក់ទៅដល់ហើយនិយាយពីថាគាត់ជាប់កងឡើងលមូលតែម្ដងលើកម៉ូតូដាក់លើម៉ូតូឯងដោយសារតែពិបាកជិះអីចឹងទៅហើយខ្ញុំគឺមិនមែនឧបសគ្គរបស់ខ្ញុំទេជាមួយតួខណ្ឌគឺផុកយ៉ាងណាគឺភ្លៀងយ៉ាងណាក៏ដោយដោយសារតែខ្ញុំតនេពីការងារពេលខ្លះខ្ញុំក៏មិនចេះតនេដែរបងប្អូនពេលខ្លះរវល់អីចឹងទៅហើយពេលខ្លះក៏ឆ្លៀតជាមួយតួខណ្ឌអីចឹងទៅដើម្បីទៅថតវីដេអូដើម្បីចែកជូនបងប្អូនមើលលេងកំសាន្តអីចឹងទៅពេលទំនេរឬក៏ពេលអត់សុខអីចឹងទៅហើយខ្ញុំក៏សូមផ្ញើវីដេអូនេះដែរទៅសម្រាប់បងប្អូននៅឆ្ងាយស្រុកឬក៏ក្នុងស្រុកដែរបងប្អូនដែលធ្លាប់ឆ្លងកាត់ជិះផ្លូវបែបនេះគ្រាន់តែមើលខ្ញុំគឺរៀងនឹកដល់លោកសាវរីហើយទៅដល់ភ្លាមគឺមេបឹងគឺស្ងាភ្លាមដោយសារតែមេឃភ្លាមមួយថ្ងៃអញ្ចឹងទៅគាត់ថាថ្ងៃនេះគឺប្រពន្ធគាត់បានទៅប្រទេសមានជីផងអញ្ចឹងទៅក៏គាត់ថាបើសិនជាប្អូនអត់មកគឺគាត់ហូបបាយហើយសម្រាប់ហើយប៉ុន្តែចៃដនអីគឺខ្ញុំទៅតន់គឺគាត់អត់តន់ហូបបាយសម្រាប់ទេគឺប្រហែលជាម៉ោង 7:06 បងប្អូនគឺទៅដល់ភ្លាមគឺប្រើមេបឹងទៀតហើយគឺគាត់បុកទៅត្រីកោះកុងទៅគឺខ្ញុំមកចាប់ដើមប្រឡាក់មឹករបស់យើងហ្នឹងបងប្អូនគឺខ្ញុំអត់ដឹងថាឈ្មោះមឹកអីទេបងប្អូនបើសិនស្គាល់ប្រាប់ផងដោយសារតែខ្ញុំមិនមែនជាអ្នកដែលហូបគ្រឿងសមុទ្ររហូតទេយូរយើងបានហូបម្ដងចឹងទៅនិយាយពីថាទិដ្ឋភាពបងប្អូនអើយនិយាយពីថាបៃតងខ្ចីតែម្ដងដោយសារតែបានធ្លាក់ភ្លៀងមួយមេអូយឡើងខ្ចីលវក់តែម្ដងហើយបកខ្យល់មករវិចហើយមេបឹងអាំងសាច់អញ្ចេះទៀតនិយាយពីថាស្រក់ខ្លាញ់ឬក៏ឈ្ងុយមកអូបានទឹកត្រីកោះកុងទៀតអេមតែម្ដងបងប្អូនហើយមេបឹងគាត់ចាប់ដើមប្រែបងប្អូននិយាយពីថាឡើងក្រហមហ្មងហើយខ្ញុំអត់ដឹងថាធ្វើរបស់អញ្ចេះធ្វើឲ្យក្រហមខ្លាំងខ្ញុំអត់ដឹងគេធ្វើមិនទេបងប្អូនប៉ុន្តែខ្ញុំធ្វើមិនទេតែមកឆ្អិនហើយយើងជ្រលក់មួយទឹកត្រីកោះកុងគឺដាក់ឲ្យម្ទេសឲ្យតែច្រើនទៅគឺយើងទិញម្ទេសតែ 1000 រៀលទេដោយសារតែថ្ងៃនេះគឺខ្ញុំអត់បានចូលទៅបេះម្ទេសអាចសัตว์យ៉ាងទេដោយសារតែម្ទេសអាចសัตว์យើងវាអត់សូវក្រហមអញ្ចឹងខ្ញុំទៅទិញម្ទេសគេ 1000 អីចឹងទៅហើយបងប្អូនទាំងអស់គ្នាបើសិនជាអត់ follow បងប្អូនទេកុំភ្លេចជួយ follow page បងប្អូនម្នាក់មួយផងឲ្យគ្រប់បានគ្រប់ 150k follow ខ្ញុំនឹងជូនមេបឹងទៅកាត់ខោអាវនិងទៅយកគាត់ទៅកាត់សក់ឲ្យស្អាតតើបងប្អូនមកតាមដានមេបឹងមើលដាក់មើលមេបឹងដាក់មើលទៅលះដាក់ទៅដាក់ទៅតំណងហើយអេមកហើយតោះទូខាន់ដាក់មើលមកទូខាន់ហ្នឹងឆ្ងាញ់ម្ដងអីមកតំមាប់អីទៀតដល់ហើយដល់ជាតិហ្មងខានហូប3ឆ្នាំបងប្អូនអើយបងប្រុសខ្ញុំជាមួយតួខាន់ដល់ហើយព្រាមrồiដាក់đấy mày băng ở đấyដាក់đấyដាក់triệt không triệt rồi trời mà tụ khăn đặng mà tập nuông bao nhiêu ôi cái sập hiệp mình phải giả ca cụ tâm mình chỉ muốn mà hộp ở ha ngày nay mình sắp trai anh bọn ngày nay sống ở đông pro nhom chừng anh mà đó này một này một mà đó ơi này lụm tên vào đấy cái tràn tịnh một cái trong mà lên trò vậy
êm rồi mở đau đâu hẳn đó là mà tao lánh hết à Không thể. đây món không ngành vào đâu ngay này tầm uống vào đó cô khăn nghe nhật em chưa đây nghe những lịch mót trong cào này tầm uống vào đây bọn ơi chẳng miên là 3 tao đo bọc nó này này còn control thì có một đợt ngày ní cứ polo là hồ tao đo mùi rồi mà phi bằng 4K ấy thôi bằng ở con bóng muối á Cún bông con bàn chui lại trong xe nhom bạc vì bên này tu khăn nè thì từng không tập bóng nơi tại bằng to control nhóm mày bắn rồi tu bàn châu chi hay nhóm còn một flick bóng này bờ sân chia ôn châu trí có ôn đừng ao chạy cho đó bóng ôn được ở này mấy tu khăn mình tha tinh tha cho nhóm nâng chạy đồng lệ cả tủ sạp ấy khắc là bay chạy chuồn bóng ôn chẳng tỏ bởi bài bóng ôn môi